បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទនេះគឺជា model បាទ Ford Everest Platinum បាទគឺជា model ថ្មីបាទគឺជា model ដែលបាទចេញមកស៊េរីឆ្នាំ2026តែម្ដងហើយពុកម៉ែបងប្អូនគឺមើលបាទរូបរាងរបស់ Everest Platinum ឃើញថាសោះស្អាតខ្លាំងមែនទែនបាទមានអក្សរផុសនៅពីលើដំបូលឡានតែម្ដងហើយជាមួយនឹង logo ថ្មីបាទរចនាប័ទ្មហើយនេះគឺជាកាមេរ៉ា360ហើយមាន sensor បាទមួយជុំឡានតែម្ដងគឺមានមុខ4ក្រោយ4ណាអញ្ចឹងពុកម៉ែបងប្អូនមើលមួយចំហៀងទៅបាទមួយជុំទៅបាទទៅលើឡានហើយសម្រាប់យ៉ាន់កង់បាទទំហំ21អ៊ីងណាហើយមាន logo Ford បាទនៅក្នុងនេះបាទរំលេចជាមួយនឹងខ្មៅលាយជាមួយនឹងពណ៌ទឹកប្រាក់នេះបងប្អូនមើលមួយជុំឡានហើយម៉ាស៊ីននេះគឺ V6 បាទម៉ាស៊ីន6គឺ V6 ហើយយើងមើលខាងនេះគឺចំហៀងគឺមានកាមេរ៉ា360បាទចំណុចនេះគឺកាមេរ៉ា360ហើយមានអក្សរ Platinum បាទមួយជុំបាទស្អាតខ្លាំងតែបងប្អូនបាទឥឡូវយើងមកមើលផ្នែកខាងក្រោយបាទគឺការ design បាទ stop ខាងក្រោយគឺស្រស់ស្អាតខ្លាំងមែនទែនហើយមានជាមួយនឹងអក្សរ Platinum នៅខាងក្រោយហើយនេះគឺជា sensor បាទ sensor 4គ្រាប់ហើយមើលផ្នែកខាងក្រោយគឺស្រស់ស្អាតខ្លាំងមែនទែនគឺមកកប់ជាមួយនឹងកាមេរ៉ាបាទហើយនេះគឺជា logo ថ្មីរបស់យើងបាទមួយជុំឡើងអញ្ចឹងយើងមើលផ្នែកខាងក្រោយរបស់ Everest បាទ Platinum ឆ្នាំ2026គឺថាស្រស់ស្អាតខ្លាំងបាទនេះអញ្ចឹងយើងចូលទៅមើលផ្នែកខាងក្នុងវិញបងប្អូននេះយើងកន្លែងមកមើលខាងផ្នែកតកង់ណាខាងដៃទ្វារខាងផ្នែកតកង់ឡានគឺយើងឃើញថាមានការដេបាទពុកស្បែកបាទស្អាតតែម្ដងហើយមានភ្លើងឌីមបាទពណ៌យើងអាចដូរបានច្រើនពណ៌សម្រាប់ភ្លើងឌីមនេះណាហើយនេះគឺជាកន្លែង set បាទកៅអី memory seat ហើយការ design នេះគឺមើលទៅ premium បាទស្អាតខ្លាំងបាទស្អាតខ្លាំងមែនតើគឺស្រីកញ្ចក់ថប់ណាហើយយើងកន្លែងមើលហើយបងប្អូននេះគឺកៅអីគឺមានបាទបញ្ជាបាទគឺកៅអីអូតូបាទគឺអូតូទាំងសងខាងតកង់ស្រស់ស្អាតខ្លាំងយើងចូលមើលខាងក្នុងគឺយើងចូលមើលនឹងដៃចកបាទនេះអញ្ចឹងយើងចូលមកលើផ្នែកខាងក្នុងជាមួយនឹងរថយន្តបាទ Everest Platinum ឃើញថាដៃចកបាទស្រស់ស្អាតខ្លាំងមែនតើបាទនេះគឺកន្លែងកែទឹកបាទគឺមានទាំងអស់ចំណុចសំខាន់ហើយអេក្រង់ទំហំធំបាទ12អ៊ីងបាទហើយកង់កណ្ដាលនេះគឺ8អ៊ីងបាទហើយយើងមើលជាមួយនឹងបាទប្រព័ន្ធប្រអប់លេខបាទនេះលេខហើយគឺមាន wireless charger នេះ wireless charger បាទនេះការ design មើលទៅប្រណិតខ្លាំងមែនតើបាទ Platinum បាទមើលផ្នែកខាងក្នុងអូខេឥឡូវនេះយើងទៅមើលផ្នែកខាងក្រោយវិញណាបងប្អូននេះយើងមើលកន្លែងមើលផ្នែកខាងក្រោយបាទឃើញមានភ្លើងឌីមស្រស់ស្អាតខ្លាំងមែនតើបាទពុកស្បែកបាទនេះគឺកន្លែង unlock បាទខាងក្រោយក៏មានកន្លែង unlock ដែរនេះគឺកន្លែងដែលយើងបើកទ្វារបាទនេះកញ្ចក់អូតូហើយយើងមើលផ្នែកខាងក្រោយគឺធំទូលាយខ្លាំងមែនតើគឺទូលាយបាទអាចអង្គុយបាន3 4នាក់នៅក្នុងខាងក្រោយណាបាទនេះគឺម៉ាស៊ីនត្រជាក់ខាងក្រោយអាចសេរីបានដោយខ្លួនឯងណាបាទសេរីបានដោយខ្លួនឯងមានជាមួយនឹងបាទ AC 23V ណាបាទហើយនេះគឺមាន USB និង Type C បាទគឺយើងមានឆ្លាតនៅខាងក្រោយនេះទៅអត់នេះទេហើយម៉ាស៊ីនត្រជាក់នៅខាងលើបាទបងម៉ាស៊ីនត្រជាក់បាទមានម៉ាស៊ីនត្រជាក់3ជួរខាងក្រោយណានេះគឺ7កៅអីបង7កៅអីបាទនេះគឺកៅអីខាងក្រោយទៀតកៅអីខាងក្រោយអញ្ចឹង option នេះល្អខ្លាំងមែនតើណា option នេះល្អខ្លាំងមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ចង់បានជាមួយនឹងរថយន្តបាទក្នុងគ្រាសម័យជារថយន្តបែបប្រណិតសូមពុកម៉ែបងប្អូនអញ្ជើញមកមើលដល់ទីតាំង showroom យើងផ្ទាល់ឬក៏អាចមកបើកបរសាកល្បងបានគឺ Ford Everest Platinum ឆ្នាំ2026ស្អាតខ្លាំងមែនតើបាទអញ្ចឹងបើសិនជាចង់ដឹងព័ត៌មានកាន់តែច្បាស់ឬក៏ចង់តេស្ត drive ពុកម៉ែបងប្អូនអាចអញ្ជើញអាចតាក់ទងតាមរយៈ page ខ្ញុំឬក៏តាមរយៈលេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះបាទសូមអរគុណសូមជម្រាបលា